បាទជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីថ្មីរបស់ខ្ញុំបាទហើយថ្ងៃនេះខ្ញុំក៏មានប្រធានបទមួយសម្រាប់ធ្វើការចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូនេះផងដែរបាទហើយក៏ទទួលបានសារពីបងប្អូនទាំងអស់គ្នាបាទតាមរយៈឆាតផងដែរគាត់សូមឲ្យខ្ញុំបានសម្រាយអត្ថបទមួយដែលមានខ្លឹមសារថាមិត្តភាពคล้ายៗអូស្ដាប់ចំណងជើងក៏ខ្ញុំមានអារម្មណ៍ថាបរិបត្តិនេះវាអាចនឹងមានណាបងប្អូនមិត្តភាពคล้ายៗគឺសម្បូរមែនទែនអញ្ចឹងបងប្អូនគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការទំនាក់ទំនងឬក៏ខ្សែគប់ប្រយ័ត្នផងខ្លួនចូលខ្លាចជាជនរងគ្រោះដែលអត់ដឹងខ្លួនណាបងប្អូនបាទអញ្ចឹងក្នុងប្រធានបទមិត្តភាពคล้ายៗនេះខ្ញុំបានសម្រាយចេញជា4ចំណុចដើម្បីបកស្រាយទៅដល់គាត់វិញទៅដល់ប្រិយមិត្តរបស់យើងវិញណាបើអញ្ចឹងបងប្អូនទាំងអស់គ្នាប្រហែលជាធ្លាប់ជួបហើយបងប្អូនខ្លះជួបពីបញ្ហាមិត្តភាពคล้ายៗបងប្អូនខ្លះរាប់អានខុសកលៈទេសៈខុសមនុស្សអីចឹងណាខ្ញុំគិតថាវីដេអូមួយនេះប៉ះច្រើនប៉ុន្តែខ្ញុំនឹងនិយាយពី4ចំណុចសំខាន់ដែលខ្ញុំបានរៀបរាប់ជូនបាទអញ្ចឹងតោះយើងចូលទៅដល់ប្រធានបទទាំងអស់គ្នាបាទអញ្ចឹងចំណុចទី1បាទចំពោះចំណុចទី1គឺខ្ញុំផ្ដោតទៅលើមិត្តភាពដែលត្រូវការទើបមកដល់ហេតុអីបានខ្ញុំទៅសេចំណុចទី1បែបនេះបានន័យថាមិត្តភាពមួយនោះគឺគាត់ត្រូវការយើងទើបគាត់មកពឹងពាក់យើងបានន័យថានៅពេលដែលគាត់ជួបបញ្ហាអីមួយដែលអាចនឹងពឹងពាក់យើងបានទើបគាត់មករកយើងបានន័យថានៅពេលដែលគាត់សប្បាយចិត្តដើរលេងជួបជុំមិត្តភ័ក្តិអីចឹងគឺគាត់អាចលេចវត្តមានគាត់មកជួបយើងទេប៉ុន្តែនៅពេលដែលគាត់មានបញ្ហាចង់ពឹងពាក់អាស្រ័យអីមកលើយើងទើបមានវត្តមានគាត់មកអានេះគឺជាមិត្តភាពមួយដែលคล้ายៗហើយមិនចាំបាច់ទេណាបាទអញ្ចឹងសម្រាប់ចំណុចទី2ខ្ញុំដាក់ប្រធានបទថាមិនស្ដាប់បាទមិត្តភាពមិនស្ដាប់ហេតុអីបាននិយាយថាមិនស្ដាប់ទៅពេលដែលមានការជួបជុំគ្នាណាមួយគឺគាត់មិនដែលស្ដាប់មតិឬក៏យោបល់យើងទេបាទន័យថារាល់ការបញ្ចេញមតិឬក៏ការនិយាយលេងកម្សាន្តជាមួយគ្នាឬក៏អីគ្រប់ពាក្យសម្ដីដែលយើងបាននិយាយទៅគឺសុទ្ធសឹងតែมันមានសារៈសំខាន់សម្រាប់គាត់បាទគឺគាត់តែងតែនិយាយអ្វីដែលមានសារៈសំខាន់ចំពោះរឿងបុគ្គលខ្លួនគាត់តែម្ដងចង់យើងមានរឿងអីចង់ទៅនិយាយប្រាប់គេក៏គេស្ដាប់ហើយមិនយកចិត្តទុកដាក់ដែរនេះគឺជាចំណុចទី2ដែលខ្ញុំដាក់ខ្លឹមសារថាមិនស្ដាប់បាទគាត់មិនតែស្ដាប់សម្ដីយើងដែលយើងខំនិយាយទៅពីណាពីណីមកមានរឿងថ្មីប្លែកអីសម្រាប់ចែករំលែកគឺគាត់អត់ដែលស្ដាប់និងយកចិត្តទុកដាក់ជាមួយនឹងអ្វីដែលយើងនិយាយទេបាទអញ្ចឹងយើងចូលដល់ចំណុចទី3ចំណុចទី3នេះគឺសំខាន់មែនតើបាទចូលមកដល់ចំណុចទី3ខ្ញុំឲ្យប្រធានបទថាការប្រកួតប្រជែងជាមួយមិត្តភាពហេតុអីបានខ្ញុំនិយាយថាការប្រកួតប្រជែងជាមួយមិត្តភាពគឺបានន័យថារាល់ពេលដែលយើងមានអីមួយសំខាន់គឺគាត់តែងតែចង់លើសឬក៏ចង់ស្មើយើងគាត់មិនអាចក្រោមយើងបានទេគាត់តែងតែចង់ប្រកួតប្រជែងចង់ឈ្នះចិត្តយើងតែម្ដងទាំងដែលគាត់គឺជាមិត្តភក្តិឬក៏ដូចជាមិត្តភាពរបស់យើងគឺគាត់បាននិយាយថានិយាយសួរស្ដាប់ថាគាត់មិនដែលចង់ឲ្យយើងល្អជាងគាត់ទេណាបាទនេះគឺជាការប្រកួតប្រជែងសម្រាប់មិត្តភាពคล้ายៗបាទអញ្ចឹងចូលមកដល់ចំណុចទី4គឺខ្ញុំឲ្យប្រធានបទហ្នឹងថាការគ្រប់គ្រងបែបមើលងាយបាទហេតុអីបានខ្ញុំនិយាយថាការគ្រប់គ្រងបែបមើលងាយនៅពេលដែលយើងខំព្យាយាមបង្កើតសមិទ្ធផលអីមួយគឺគាត់មិនដែលចូលរួមគ្រប់គ្រងឬក៏សប្បាយចិត្តនៅពេលដែលយើងខំបង្កើតវាឡើងទេហើយបើសិនជាគាត់ចូលរួមគ្រប់គ្រងលុះត្រាណាតែមានគេគ្រប់គ្រងដែរបាទអញ្ចឹងគាត់គ្រប់គ្រងតាមគេដែរទៅប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមធ្វើយើងកំពុងតែត្រូវការអ្នកគ្រប់គ្រងអ្នកលើកទឹកចិត្តមិត្តភ័ក្តិមិត្តភាពរបស់យើងណាគឺមិនដែលឃើញពួកគាត់មុនទេបាទអានេះគឺជាការពិតតែម្ដងអញ្ចឹងនៅពេលដែលយើងមានការគ្រប់គ្រងពីសំណាក់អ្នកដទៃហើយទៅពួកគាត់មកគ្រប់គ្រងយើងដែរអញ្ចឹងទៅបាទតែនៅពេលដែលយើងកំពុងតែចាប់ផ្ដើមធ្វើវាយើងកំពុងតែត្រូវការអ្នកគ្រប់គ្រងតែប្រហែលជាអត់មានទៅវិញបាទនេះគឺជាមិត្តភាពคล้ายៗដែលខ្ញុំលើកឡើងក្នុងប្រធានបទរបស់ប្រិយមិត្តរបស់យើងអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាធ្លាប់ជួបក៏ដូចជាធ្លាប់មានបញ្ហានៅក្នុងវិបត្តិអីមួយបងប្អូនអាចខមមិននៅខាងក្រោមអញ្ចឹងសម្រាប់5ចំណុចនេះ
ខ្ញុំលើកឡើងមកបើសិនជាមានកន្លែងណាមិនសមរម្យបាននិយាយទៅជ្រាលជ្រៅឬក៏ប៉ះទង្គិចផ្លូវអារម្មណ៍អីកន្លែងណាបងប្អូនអាច comment នៅខាងក្នុងវីដេអូនេះមកពួកខ្ញុំនឹងធ្វើការបកស្រាយជូនក៏ដូចជាកែសម្រួលតាមនឹងអូខេកម្មវិធីរបស់ខ្ញុំក៏មានតែប៉ុណ្ណេះផងដែរអរគុណច្រើនជួបគ្នានៅក្នុងកម្មវិធីជាបន្តទៀតហើយក៏អរគុណទៅដល់ម្ចាស់សនំពោដែលបានឧបត្ថម្ភនៅក្នុងកម្មវិធីនេះផងដែរបាទអរគុណច្រើនជួបគ្នាតាមពេលវេលានឹងម៉ោងដដែលបាទអរគុណ